សួស្តីបងប្អូននេះជាប្រភេទឆ្នាំងចំហុយបងប្អូនអាចស្លឬក៏ធ្វើស៊ុបញ៉ាំជុំគ្នានៅក្នុងឆ្នាំងខាងក្រោមនេះក៏បានដែរដាក់ទឹកបានឡើង3លីត្របងប្អូនយើងអាចចំហុយកំប៉ុងដោះគោកូនហើយចំហុយនំប៉ាវចំហុយសៀវម៉ៃចំហុយក្តាមចំហុយបកាបកងអីចឹងណាបងប្អូនចាចំហុយនំគមនំបត់អីហើយចំហុយបាយតណើបអីនិយាយរួមទៅចំហុយបានគ្រប់ប្រភេទហើយយើងចង់កម្ដៅក៏បានដែរ3ថ្នាក់ហ្នឹងយើងចង់ប្រើទាំង3ថ្នាក់ក៏បានហើយយើងចង់ដកមួយថ្នាក់ចេញហើយយើងចង់ចំហុយរបស់អីដែលថារៀងខ្ពស់ប្រើចម្ងាយខ្ពស់ថ្ងៃអីចឹងយើងដកចេញមួយថ្នាក់មកយើងចំហុយតែ2ថ្នាក់ទៅយើងយកទីធ្លាកន្លែងធំក៏បានចង់និយាយថាចង់យកទីធ្លាខ្ពស់អញ្ចឹងក្នុងមួយថ្នាក់តូចៗហ្នឹង8ហ៊ុនណាបងប្អូនចិត្តមកទឹកដែរមានកំណត់កម្ដៅបងប្អូនយើងចង់ដាក់កម្ដៅខ្លាំងកម្ដៅខ្សោយហើយនាទីមានដល់60នាទីបងប្អូនហើយខ្ញុំចំហុយសៀវម៉ៃនេះខ្ញុំដាក់30នាទីអញ្ចឹងដល់ម៉ោង30នាទីហ្នឹងលោតបិទខ្លួនឯងចាស់ទំហំឆ្នាំងចំហុយនេះបដោយ3ទឹក6ហើយទទឹង2ទឹក3ហើយចំពោះថ្នាក់នោះជាប្រភេទអ៊ីណុកក្រាស់ល្អហើយភ្លឺហើយហុំជុំវិញហ្នឹងជាប្រភេទសាច់ដបដោះគោកូនងាបងប្អូនអាហ្នឹងប្រភេទហ្នឹងគឺធន់នឹងកម្ដៅគេធ្វើចេញមកគឺការពារសុខភាពហើយស្លាច់ហើយអត់មានប៉ះពាល់សុខភាពចានិយាយរួមទៅគេធ្វើមកសម្រាប់ប្រភេទចំហុយកម្ដៅក្ដៅរហូតចឹងហ្មងបងប្អូននិយាយរួមទៅដូចកំប៉ុងដោះគោកូនងាដែលយើងឆុងឲ្យកូនងាមុំចឹងណាបងប្អូនចានិយាយទៅមុខងារវាគឺសម្រាប់ត្រូវក្ដៅរហូតហ្មងមុខងារវាសម្រាប់ចំអិនណាបងប្អូនចាល្អគុណភាពវាល្អបងប្អូនខ្ញុំប្រើខ្លួនឯងផ្ទាល់ហ្មងហើយស្រួលប្រើចាហើយសំណាញ់សនេះជាប្រភេទស៊ីលីកូននឹងយើងសម្រាប់ទ្របចឹងហើយយើងចំហុយប្រភេទអង្គដូចជាអង្គតណើបដូចជាអង្គយើងញ៉ាំបាយអីចឹងអង្គយើងចំហុយបាយចឹងចាបងប្អូនចាប់អារម្មណ៍ចង់ទិញអាចទំនាក់ទំនងឆាតសួរបានចា